ไทยประกาศថាខ្លួនបញ្ជាឲ្យបិទច្រកសមុទ្រដើម្បីរាំងខ្ទប់ការដឹកជញ្ជូនប្រេងនិងអាវុធចូលកម្ពុជាខណៈប្រទេសនេះកំពុងបន្តវិប្រហារយ៉ាងសន្ធប់លើកម្ពុជាសារព័ត៌មានข่าวសររបស់ថៃបានរាយការណ៍កាលពីថ្ងៃទី14ធ្នូថាកងកម្លាំងយោធាថៃបានចេញបញ្ជាបន្ទាន់មួយឲ្យបិទឈូងសមុទ្រថៃដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេងនិងសម្ភារៈយោធាចូលកម្ពុជាហើយបានប្រកាសដាក់តំបន់ដែនទឹកជុំវិញកំពង់ផែកម្ពុជាថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់រហូតដល់ម៉ោងជាង10ព្រឹកថ្ងៃទី15ធ្នូនេះនៅយុទ្ធភូមិ P ទី4ក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបកងកម្លាំងយោធាថៃបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជានៅវេលាម៉ោង18នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកមួយគ្រាប់លើភូមិសាស្ត្រស្ពីនអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបម៉ោង10:11នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកមួយគ្រាប់ទៀតលើភូមិសាស្ត្រស្ពីនអូជីកនៃព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបនៅវេលាម៉ោង5:50នាទីព្រឹកយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របីនៅវេលាម៉ោង7:35នាទីថៃបាញ់កាំភ្លើងធំ155មីលីម៉ែត្រចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជាជនស៊ីវិលបើតាមសារព័ត៌មាន Fresh News នៅព្រឹកនេះសមរភូមិថ្មដាពោធិ៍សាត់បន្ទាយមានជ័យនិងឧត្តរមានជ័យកងទ័ពថៃបន្តបាញ់ផ្លោងចូលដីកម្ពុជាគិតត្រឹមវេលាម៉ោង7:30នាទីព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះទាហានថៃបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជានៅតាមសមរភូមិថ្មដាពោធិ៍សាត់ភូមិព្រៃច័ន្ទភូមិជោគជ័យបន្ទាយមានជ័យនិងសមរភូមិឧត្តរមានជ័យព្រមទាំងសមរភូមិព្រះវិហារផងដែរប៉ុន្តែគ្រប់សមរភូមិទាំងអស់ត្រូវបានកម្លាំងកម្ពុជាបាញ់វិបកវិញដើម្បីរារាំងសត្រូវពីការចូលកាន់កាប់ទីតាំងដោយឡែកងាកទៅមើលខាងពោធិ៍សាត់ឯនោះវិញកងទ័ពរបស់ថៃបានបាញ់កាំភ្លើងធំនិងដ្រូនទម្លាក់លើសមរភូមិអូភ្លុកដំរីនិងអគារកាស៊ីណូជាច្រើនគ្រាប់ប៉ុន្តែត្រូវបានកម្លាំងយើងបាញ់តបទៅវិញចាប់តាំងពីម៉ោង7:10នាទីព្រឹកថ្ងៃទី15ធ្នូ2025នេះថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលសមរភូមិអូភ្លុកដំរីខេត្តពោធិ៍សាត់នៅវេលាម៉ោង7:44នាទីព្រឹកកងទ័ពថៃប្រើប្រាស់កាំភ្លើងធំបាញ់ចូលទីតាំងខាងក្រោយទីបញ្ជាការកង501និងគោលដៅផ្សេងទៀតនៅម៉ោងដដែលនេះទាហានថៃបានប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់លើទីតាំងអគារកាស៊ីណូនៅច្រកជ័យជំនះដែលសរុបត្រឹមម៉ោង8មានចំនួន16គ្រាប់ហើយជាការឆ្លើយតបកងកម្លាំងយោធាកម្ពុជាបាញ់តបទៅវិញយ៉ាងខ្លាំងក្លាទៅកាន់ពួកសត្រូវមិនឲ្យចូលមុខឈរជើងនិងកាន់កាប់ទីតាំងរបស់យើងសូមបញ្ជាក់ថានៅវេលាម៉ោង4:04នាទីរសៀលថ្ងៃទី14ធ្នូម្សិលមិញនេះកងកម្លាំងយោធាថៃបានវាយប្រហារលើកម្ពុជាដោយបង្កើនការប្រើប្រាស់ទម្លាក់គ្រាប់បែកចង្កោមយ៉ាងសន្ធឹកសន្ធាប់ចូលទៅកាន់ភូមិសាស្ត្រប្រាសាទតាមាន់នៅរសៀលថ្ងៃទី14ធ្នូកងកម្លាំងយោធាថៃបានបាញ់ផ្លោងចូលភូមិព្រៃច័ន្ទក្នុងពេលស្របាលគ្នានេះថៃបានបញ្ជូនដ្រូនទៅកាន់ភូមិទួលខ្ពស់ឃុំភ្នំព្រឹកស្រុកបាត់ដំបងតំបន់ឃុំតាស្ដាស្រុកសំពើលូនបាត់ដំបងក៏ត្រូវបានរំលោភដោយដ្រូនរបស់ថៃផងដែរបើតាមក្រសួងការពារជាតិកម្ពុជាកាលពីរំលងអត្រាថ្ងៃទី14ធ្នូកងកម្លាំងយោធាថៃបានបាញ់ផ្លោងចូលភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅច្រកជ័យជំនះនៅព្រឹកនេះក៏ត្រូវបានថៃប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់គ្រាប់បែកលើផងដែរនៅវេលាម៉ោង4:30នាទីទីភ្លឺយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធុនចូលទៅកាន់ភូមិសាស្ត្រអូស្មាច់នៅវេលាម៉ោង4:50នាទីព្រឹកយោធាថៃផ្លោងគ្រាប់ចូលភូមិសាស្ត្រប្រាសាទខ្នានៅវេលាម៉ោង5:40នាទីយោធាថៃបានចល័តរត់ក្រោះនៅភូមិសាស្ត្រជប់អង្គញនិងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង5:45នាទីយោធាថៃបានផ្លោងគ្រាប់ចូលភូមិសាស្ត្រថ្មដូនម៉ោង5:50នាទីយោធាថៃបានផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របីចាប់ពីវេលាម៉ោង7:35នាទីព្រឹករហូតដល់ម៉ោង8:30នាទីព្រឹកនេះយោធាថៃបានបាញ់ផ្លោងចូលតំបន់អានសេះនិងបន្តវាយប្រហារដោយកាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ទៅលើភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាម៉ោង9:18នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ